ឡើងទៅអាន slide វាជារឿងមួយដែលយើងគួរតែឈប់បានឈប់ទៅព្រោះដោយសារតែយើងឡើងបកស្រាយគេយល់មិនមែនយើងឡើងទៅអាន slide ទេមួយទៀតខ្ញុំចង់បញ្ជាក់ដែរ PowerPoint យើងត្រូវតែចាប់ចំណុច power of point ណាមិនមែន power of ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ជំហាន podcast ហើយនៅក្នុងថ្ងៃនេះគឺយើងមានភ្ញៀវកិត្តិយសពិសេសម្នាក់ដែលគាត់គឺជាមិត្តភ័ក្តិដ៏ស្និទ្ធស្នាលរបស់ខ្ញុំតែម្ដងហើយក៏ជា content creator ម្នាក់នៅលើបណ្ដាញសង្គមជាពិសេសអ្នកមួយចំនួនប្រហែលជាធ្លាប់ឃើញគាត់នៅលើ TikTok ដែលគេតែងតែថាគាត់នឹងនាំសិស្សខ្ជិលគឺគាត់បង្កើតវីដេអូពាក់ព័ន្ធមួយរឿង AI ឬក៏រឿងបច្ចេកវិទ្យាផ្សេងៗសម្រាប់ជួយទៅដល់សិស្សនិស្សិតក៏ដូចជាអ្នកទូទៅហើយមួយវិញទៀតគាត់ក៏ជាអ្នកដែលចូលរួមនៅក្នុងកម្មវិធីការប្រកួតប្រជែងផ្សេងៗជាច្រើនផងដែរជាពិសេសគឺយើងនិយាយជាក់លាក់ទៅគឺការប្រកួតនិយាយជាសាធារណៈហើយក៏ជាអ្នកធ្វើគ្រូបង្វឹកអីផ្សេងៗផងដែរមើលមានចំណុចកន្លែងណាដែលឯងអត់តណែនាំច្បាស់អាចបន្ថែមទៀតបានហ្នឹងហើយសប្តាហ៍ថ្ងៃហ្នឹងក៏ជា digital marketer នៅក្នុង banking industry មួយដែរហើយក៏ចូលរួមនៅក្នុងការបង្វឹកបេក្ខជនដែលគាត់ត្រៀម debate សប្តាហ៍ថ្ងៃហ្នឹងហ្នឹងហើយពងតែធ្វើទៅលើពីររឿងហ្នឹងផងដែរហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះនឹងនិយាយអំពីការនិយាយជាសាធារណៈជំនាញក្នុងការនិយាយជាទូទៅសម្រាប់សិស្សនិស្សិតអញ្ចឹងអ្នកដែលខ្សោយផ្នែកនិយាយអត់ចេះនិយាយឬក៏អ្នកខ្លះចេះនិយាយដែរនិយាយប៉ុន្តែនិយាយរឿងដែលអត់សូវមានប្រយោជន៍និយាយរឿងដែលមិនសមនឹងនិយាយឧទាហរណ៍ថាពេលនិយាយទូទៅបានតែប៉ុន្តែនៅពេលដែលនិយាយជាលក្ខណៈផ្លូវការឬក៏ឡើងធ្វើបទបង្ហាញអីនៅសាកលវិទ្យាល័យហ្នឹងគឺអត់ប្រកែកខាងហ្នឹងអញ្ចឹងយើងនិយាយអាហ្នឹងគឺជាចំណុចទី1ដែលយើងនឹងនិយាយចំណុចទី2យើងអាចនិយាយពាក់ព័ន្ធមួយជំនាញបច្ចេកវិទ្យាមួយផ្នែកទៀតសម្រាប់សិស្សនិស្សិតអូខេឥឡូវផ្ដើមចេញពីសំណួរទី1តែម្ដងចាប់ផ្ដើមនៅក្នុងការនិយាយជាសាធារណៈតាំងពីពេលណាមកសម្រាប់ការនិយាយសាធារណៈហ្នឹងបើនិយាយទៅបកក្រោយបន្តិចគឺខ្ញុំចាប់ផ្ដើមតាំងពីថ្នាក់ទី12មកគឺចូលរួមប្រកួតកម្មវិធីនិយាយសាធារណៈមួយសុភ័ក្រអីដែរនិយាយទៅស្គាល់គ្នាពីពេលហ្នឹងមកហើយពេលហ្នឹងក៏អត់ទាន់ចាប់អារម្មណ៍ថាការនិយាយសាធារណៈហ្នឹងជាអីតែគ្រាន់ថាឃើញសិស្សច្បងនៅក្នុងសាលាអញ្ចឹងគាត់ឡើងថ្លែងសន្ទរកថាគាត់ឡើងបញ្ចេញអារម្មណ៍អញ្ចឹងទៅក៏មានកូនចិត្តមួយចង់ដូចគាត់អញ្ចឹងក៏ហើយក៏មានកម្មវិធីហ្នឹងមកមិត្តភ័ក្តិក៏ដាក់ពាក្យឲ្យទៀតអញ្ចឹងក៏សម្រាប់ចិត្តថាបើសិនជាអត់សាកទេក៏អត់ដឹងដែរអញ្ចឹងក៏ចាប់ដើមសាកទៅដើម្បីចង់បានបទពិសោធន៍ហើយទី2គឺចង់បានកដោហ្នឹងមកឬក៏រង្វាន់យ៉ាដើម្បីអាចឈៀទៅលើខ្លួនឯងហ្នឹងណាហ្នឹងហើយហ្នឹងជាការ start របស់ខ្ញុំពីដំបូងមួយទៀតចង់ដឹងគំនិតរបស់រចនាដែរតើការនិយាយហ្នឹងឬក៏ជំនាញក្នុងការនិយាយហ្នឹងវាជាទេពកោសល្យដងពីកំណើតឬក៏ជាជំនាញមួយដែលយើងវឹកហាត់ដើម្បីឲ្យយើងខ្លាចជាមនុស្សម្នាក់ដែលប្រកែកក្នុងការនិយាយហ្នឹងហើយសំណួរហ្នឹងល្អព្រោះដោយសារមានក្មេងៗក៏សួរខ្ញុំច្រើនដែរហើយខ្ញុំខ្លួនឯងខ្ញុំពិសោធន៍ខ្លួនឯងជាក់ស្ដែងតែម្ដងគឺដំបូងគឺខ្ញុំអត់ដឹងថាខ្ញុំចូលចិត្តនិយាយហើយអាចនិយាយបានទេព្រោះនៅក្នុងថ្នាក់ពេលដែលគ្រូហៅឡើងឆ្លើយសំណួរឬក៏ឡើងធ្វើលំហាត់ខ្ញុំសឹងថាជីករូងដីបាំងកាយព្រោះខ្លាចហើយអត់ហ៊ានហើយខ្លាចមិត្តភ័ក្តិចាច់ទៀតអញ្ចឹងអាហ្នឹងគឺជាបញ្ហាមួយប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមមានឱកាសចូលរួមប្រកួតអាហ្នឹងបានខ្ញុំដឹងថាអូក៏ពិតទៅ skill និយាយសាធារណៈហ្នឹងក៏ពិតខ្ញុំចូលចិត្តតាហើយខ្ញុំអាចធ្វើវាបានអញ្ចឹងខ្ញុំគិតថា skill និយាយសាធារណៈនេះទី1វាគួបផ្សំណាដងពីកំណើតដែលយើងចូលចិត្តហើយយើងអាចប្រើប្រាស់បានទី2គឺតើតែយើងចូលប្រឡូកបានយើងដឹងគិតថាមួយណាដែលជះឥទ្ធិពលទៅលើការនិយាយរបស់មនុស្សម្នាក់ដែលគាត់និយាយថាឥឡូវគាត់ introvert គាត់ថាគាត់ introvert ហើយគាត់ក៏ចង់ខ្លាចជាមនុស្សម្នាក់ដែលបកែនិយាយអីដូចគេដែរតែអាហ្នឹងវាមិនគាត់អាចកែប្រែខ្លួនឯងបានអត់ឬក៏អា introvert របស់គាត់ហ្នឹងជាកត្តាមួយដែលមិនអាចធ្វើឲ្យគាត់បកែក្នុងខ្លាចជាមនុស្សដែលបកែនិយាយមកintrovert ហ្នឹងវាអាចខ្ញុំគិតថាវាអាចមានពីរទី1គឺគាត់ពីកំណើតមកគឺគាត់អត់ចូលចិត្តនិយាយច្រើននេះគាត់ចូលចិត្តស្ដាប់ច្រើនជាងទី2គឺពេលខ្លះគាត់កើតនៅក្នុង environment មួយដែលរៀបថារៀងស្ងប់ស្ងាត់ពីដើមឬក៏គាត់មានបញ្ហានៅខាងក្រោយតាក់ទងជាមួយបញ្ហាគ្រួសារឬក៏បញ្ហាអីចឹងទៅដែលធ្វើឲ្យគាត់អត់សូវចង់និយាយមកនេះខ្ញុំគិតថាមានពីរហ្នឹងអញ្ចឹងបើសិនជាគាត់ដឹងថាខ្លួនឯងជាមនុស្ស introvert ហើយចង់ផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្ស extrovert ឬក៏អាចនិយាយទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានទី1គឺត្រូវតែ
ចាប់ផ្ដើមពីខ្លួនឯងនឹងតែម្ដងអាចសាកនិយាយជាមួយមិត្តភ័ក្តិរបស់យើងឲ្យបានច្រើនទៅយើងមានគំនិតអីយើង sharing ជាមួយគាត់ឬក៏លើកឡើងប្រឹក្សាមួយគាត់ចឹងណាខ្ញុំគិតថានឹងជាចំណុចចាប់ផ្ដើមមួយដ៏ល្អសម្រាប់គាត់ហ្នឹងហើយ អូខេអញ្ចឹងត្រង់ចំណុចកន្លែងនេះអាចនិយាយឲ្យងាយស្ដាប់ថាយើងបើកឱកាសខ្លួនឯងក្នុងការនិយាយឲ្យបានច្រើនឬក៏បើកឱកាសខ្លួនឯងក្នុងការតំណាក់តំណងមួយគេឲ្យតែមានឱកាសយើងគួរតែគេថាកុំនៅស្ងៀមបើយើងចង់ខ្លាចជាអ្នកបកកាយនិយាយគឺយើងត្រូវតែចាប់ផ្ដើមនិយាយតែម្ដងនឹកឃើញសំណួរមួយទៀតមុនហ្នឹងតែភ្លេចបាត់ទៅដែលវាពាក់ព័ន្ធកន្លែងបន្ថែមទៅភ្លេចបាត់តែឥឡូវយើងទៅចំគីឡូនឹកឃើញវិញឥឡូវមួយទៀតជាបញ្ហារបស់សិស្សនិស្សិតទូទៅម្ដងពាក់ព័ន្ធមួយជំនាញក្នុងការនិយាយហ្នឹងពេលដែលគាត់ឡើងនិយាយធ្វើបទបង្ហាញគឺគាត់ទៅជាអាន slide ណាគាត់ឡើងអានគាត់មិនមែនឡើងធ្វើបទបង្ហាញយល់ឃើញមិនដែរពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងពាក្យច្រើនខ្ញុំជឿជាក់ហ្មងគឺកាត់ឡើងសម្រាប់សិស្សដែលគាត់ចាប់ដើមឆ្នាំទី1គាត់អត់មានបទពិសោធន៍អីហ្មងព្រោះពីថ្នាក់សកលបើថ្នាក់វិទ្យាល័យសម្រាប់សិស្សនៅខេត្តគឺគាត់អត់សូវមានឱកាសនៅក្នុងការប្រឡូកទៅលើការបកស្រាយម៉ែប៉ុន្តែបើសិស្សនៅពេញខ្ញុំគិតថាអាចមានឱកាសព្រោះនៅពេញគេមាន project គ្រូគេ lead ច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាការឡើងទៅអាន slide វាជារឿងមួយដែលយើងគួរតែឈប់ទៅព្រោះដោយសារតែយើងឡើងបកស្រាយគេយល់មិនមែនយើងឡើងទៅអាន slide ទេហើយមួយទៀតខ្ញុំចង់បញ្ជាក់ដែរ PowerPoint អញ្ចឹងយើងត្រូវតែចាប់ចំណុច power of point ណាមិនមែន power of reading ណា reading ទេអញ្ចឹងយើងត្រូវតែយល់កន្លែងហ្នឹងហើយខ្ញុំគិតថាពេលដែលយើងរៀប slide យើងគួរតែរៀប slide ជាចំណុចឲ្យគេងាយយល់ហើយនៅពេលដែលយើងឡើងបកស្រាយយើងគួរតែត្រៀមខ្លួនត្រៀមទៅលើចំណុចដែលយើងនឹងបកស្រាយហ្នឹងត្រៀមហើយនៅពេលដែលយើងឡើងទៅធ្វើបទបង្ហាញអានឹងយើងនិយាយទៅវារៀង natural ជាងបើយើងឡើងទៅអានអាហ្នឹងអ្នកណាក៏ធ្វើបានហើយវារៀង boring ទៀតអ្នកស្ដាប់ក៏គាត់អត់ចង់ស្ដាប់ហើយសូម្បីតែគ្រូក៏គាត់ពិបាកដាក់បន្ទុកដែលយើងទៅឡើងនិយាយចឹងហ្មងណាហ្នឹងហើយតែធ្លាប់អត់ខ្លួនឯងផ្ទាល់ធ្លាប់និយាយមិនធ្លាប់មិនឆ្នាំទី1ហ្នឹងវារបៀបថាយើងអត់ដឹងគួរចាប់ដើមពីណាទៅណាអញ្ចឹងសូម្បី slide ដាក់អក្សរមកមានប្រមាណដាក់ទាំងអស់ហើយប៉ុន្តែពេលហ្នឹងហើយគឺជាអីដែលយើងបានរៀនព្រោះគ្រូគាត់ feedback មកយើងថាយើងកុំគួរដាក់ slide ទាំងអស់ដាក់អក្សរទាំងអស់ហើយពេលដែលឡើងនិយាយកុំអានកុំអីអញ្ចឹងណាអញ្ចឹងបានយើង improve ខ្លួនឯងតិចម្ដងទៅហ្នឹងហើយអូខេមុននឹងសំណួរដែលភ្លេចមុនហ្នឹងឥឡូវនឹកឃើញវិញហើយសំណួរដែលភ្លេចមុនហ្នឹងគឺចង់សួរថាគេច្រើននិយាយថារចនាតូចតែបានបើថាតូចមានប៉ុន្តែបានវោហាអានេះគឺជាចំណុចមួយថាតើចុះពីក្មេងមកតើជាមនុស្សជាម្នាក់ដែលស្ងប់ស្ងាត់ឬក៏មនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើនឬក៏ប្រកែកនិយាយចឹងតាពីដើមក៏ពិតនៅទូចខ្ញុំអត់ចូលចិត្តនិយាយហ្មងទេសូម្បីតែឡើងរៀងធំហ្នឹងក៏ដឹងខ្លួនឯងដែរថាជាម្នាក់ដែលបើសិនជាជួបមនុស្សជុំវិញខ្លួនច្រើនណាគឺអត់ចង់និយាយវិញចង់ស្ដាប់គេច្រើនជាងប៉ុន្តែបើនៅពេលដែលដល់ stage ខ្ញុំមួយដែលខ្ញុំត្រូវឡើងនិយាយអាហ្នឹងខ្ញុំមិនដឹងថា powerful ខ្ញុំមកពីណាវាដូចបើនិយាយស្ដាប់ដូចគ្រូចូលខ្លួនអញ្ចឹងដល់កន្លែងដែលយើងនិយាយថាជា super របស់យើងយើងចូលទៅគឺចង់និយាយប៉ុន្តែការនៅទូចក៏វាជាបញ្ហារបស់ខ្ញុំមួយដែរដែលខ្ញុំរៀងខ្លាចច្រើនអញ្ចឹងទៅធ្វើឲ្យខ្ញុំគិតថាបើសិនជាខ្ញុំនៅអញ្ចឹងទៀតប្រហែលខ្ញុំអត់ការទេអញ្ចឹងតើតែខ្ញុំជំនះទៅលើរឿងហ្នឹងដែរហ្នឹងហើយអញ្ចឹងពីក្មេងម្នាក់ដែលស្ងប់ស្ងាត់ដែរមិនមែនស្អីជានិយាយច្រើនទេអូខេអានេះខ្ញុំចែកម្លែកខ្លួនឯងតិចដែរចុះកាលពីក្មេងខ្ញុំហៅម៉ែខ្ញុំតែខ្ញុំនៅមកគាត់ខ្ញុំហៅម៉ែតែពេលដែលខ្ញុំនិយាយតគេហៅម៉ែខ្ញុំហ្នឹងគាត់ប្រាប់គាត់ឆ្ងល់ថាឥឡូវមិនក៏គាត់និយាយថាគាត់មិននឹកស្មានថាខ្ញុំមិនជាមនុស្សដែលម្នាក់ដែលបកកាយនិយាយឬក៏អូខេធ្វើវីដេអូធ្វើអីនិយាយច្រើនអីចឹងដែរប៉ុន្តែដែលពីក្មេងគឺគាត់ថាកូនឯងគឺដាក់នៅតាណានៅទៅនឹងហើយអត់ចេះមាត់របស់គេចឹងដាក់នៅណានៅនឹងជាមនុស្សម្នាក់ដែលក្មេងដែលស្ងប់ស្ងាត់ហ្មងអញ្ចឹងអានឹងអាច reflect មួយថាជំនាញនេះវាកើតឡើងបានដោយការវឹកហាត់ដោយឱកាសដោយសង្គមជាអ្នកផ្លាស់ប្រែយើងដែរដូចពេលដែលខ្ញុំចាប់ពីថ្នាក់ទី9ទៅពេលដែលខ្ញុំមានឱកាសនៅក្នុងការធ្វើជាគេហៅការនោះគេមានក្រុមប្រឹក្សាកុមារក្រុមប្រឹក្សាយុវជនអីចឹងណាជួបមនុស្សបានហ្នឹងហើយគ្រូក៏ផ្ដល់ឱកាសឲ្យយើងហ្នឹងឡើង
នៅកន្លែងទងជាតិអីចឹងទៅដើម្បីនិយាយអំពីគោលការណ៍ឬក៏ច្បាប់ទម្លាប់នៅក្នុងសាលាអញ្ចឹងទៅយើងចាប់ផ្ដើមនិយាយពីពេលហ្នឹងនិយាយមួយមិត្តភ័ក្តិអីគ្នាឯងទៅនៅក្នុងថ្នាក់អីចឹងទៅយើងនិយាយអីចឹងទៅក្រោយមកក៏ដល់វិទ្យាល័យចូលរួមការប្រកួតផ្សេងៗបរៀនតាម live ទៀតបរៀនអីហ្នឹងទៅជាហ្នឹងហើយអ្នកឃើញវីដេអូគឺបរៀនអីចឹងអាហ្នឹងសិស្សប្រើប្រាស់ជំនាញក្នុងការនិយាយទាំងអស់ต้องมีការនិយាយជំនាញក្នុងការនិយាយគឺសំខាន់មែនតើបើអ្នកអត់មើលអាចរៀបរាប់តិចសំខាន់មិនខ្លះខ្ញុំឥឡូវខ្ញុំសូមនិយាយផ្ដោតនៅក្នុងរង្វង់និស្សិតហ្មងកុំឲ្យយើងនិយាយបែកឆ្ងាយច្រើនជំនាញនិយាយជាសាធារណៈនេះបើសម្រាប់ក្នុងរង្វង់និស្សិតគឺពិតជាសំខាន់ព្រោះដោយសារតែយើងនៅរស់នៅប្រចាំថ្ងៃគឺយើងត្រូវប្រើប្រាស់ការនិយាយត្រូវទេអ្នកខ្លះគាត់គិតថាគាត់ចេះនិយាយមែនប៉ុន្តែមិនប្រកាសថាការនិយាយរបស់គាត់ហ្នឹងធ្វើឲ្យគេចូលចិត្តធ្វើឲ្យគេស្រឡាញ់ឬក៏ធ្វើឲ្យគេគោរពទេគាត់អត់ចេះប្រើពាក្យចឹងទៅគាត់យល់ពីកលៈទេសៈនិយាយចឹងទៅធ្វើឲ្យអាការប្រស័យតាក់ទងរបស់គាត់ហ្នឹងវារៀងល្អកកឬក៏ធ្វើឲ្យគេអន់ចិត្តអីចឹងទៅអញ្ចឹងសម្រាប់និស្សិតផ្ទាល់ការចេះនៅជំនាញនិយាយជាសាធារណៈនេះទីមួយគឺជួយឲ្យពួកគាត់មានទំនាក់ទំនងល្អមិនថាជាមួយមិត្តភ័ក្តិជាមួយគ្រូឬក៏សាស្ត្រាចារ្យទេគាត់អាចជួបនៅឱកាសថ្មីច្រើនសូម្បីខ្ញុំហ្នឹងក៏កើតចេញពីជំនាញហ្នឹងដែរអញ្ចឹងទើបធ្វើឲ្យខ្ញុំស្គាល់សុភ័ក្រទើបធ្វើឲ្យខ្ញុំស្គាល់មនុស្សជុំវិញច្រើនខ្លាំងមែនតើចំណុចទី2គឺយើងចេះវិភាគជាងមុនអញ្ចឹងអ្នកនិយាយជាសាធារណៈឬក៏អ្នក debate អញ្ចឹងគឺมันប្រកាសថារឿងដែលយើងមើលឃើញគឺសិតសឹងតែជារឿងត្រូវទាំងអស់ហើយអញ្ចឹងយើងចេះវិភាគថាវាកាត់ចេញពីអីវាមានហេតុផលមិនដែរអញ្ចឹងអានឹងជាចំណុចមួយហើយទី3គឺយើងអាចបង្កើននៅទំនុកចិត្តខ្លួនឯងអញ្ចឹងកាលណាដែលយើងចេះនិយាយយើងមានខ្លឹមសារនិយាយបានល្អយើងបង្កើននៅទំនុកចិត្តដល់ពេលយើងចង់តំណែងថ្ងៃមុខទៀតឬក៏យើងចង់ប្រស័យតាក់ទងអ្វីមួយគឺវាធ្វើឲ្យយើងមាន confidence ខ្លួនឯងហ្នឹងហើយអូខេអញ្ចឹងអរគុណសម្រាប់ការ emphasize ទៅលើចំណុចសំខាន់ដែលគេហៅថាជាអត្ថប្រយោជន៍នៃការនិយាយជាសាធារណៈហើយតិចខ្ញុំចង់សួរមួយសំណួរទៀតមុនយើងបញ្ចប់ទៅលើផ្នែកដែលយើងនិយាយពីជំនាញសាធារណៈថាតើយើងធ្វើមិនបដិឆ្លៀតមុនហ្នឹងគឺឆ្លៀតប្រម៉ូទសភៅខ្លួនឯងទីសិនសភៅជំហាននិស្សិតគឺជាសភៅមួយដែលនិយាយអំពីដំណើរ4ឆ្នាំរបស់សិស្សនិស្សិតហើយក៏ដូចជាបញ្ហាឧបសគ្គការជំនះនៅបញ្ហាឧបសគ្គផ្សេងៗហើយក្នុងនឹងចំណុចចុងក្រោយគេក៏ខ្ញុំនិយាយអំពីជំនាញដែលនិស្សិតគួរពង្រឹងហើយជំនាញនិស្សិតគួរពង្រឹងហ្នឹងក៏វាមាននៅជំនាញនិយាយជាសាធារណៈក៏ដូចជាជំនាញក្នុងការធ្វើបទបង្ហាញដែលខ្ញុំរៀបរាប់នៅក្នុងនោះផងដែរអញ្ចឹងដោយសារតែជំនាញទាំងពីរហ្នឹងគឺជាជំនាញមួយសំខាន់មែនទែនដែលនិស្សិតត្រូវតែមានមិនថាគាត់រៀននៅសាកលឬក៏ពេលគាត់ចេញធ្វើការទេជំនាញក្នុងការនិយាយនិងជំនាញក្នុងការធ្វើបទបង្ហាញពីព្រោះពេលយើងចេញធ្វើការយើងត្រូវការយកទៅប្រើហ្នឹងហើយនៅសាកលវិទ្យាល័យគឺជាពេលវេលាមួយដែលយើងពង្រឹងជំនាញហ្នឹងពេលយើងខុសអត់មានណានេះទេគ្រូគាត់កែអីចឹងទៅប៉ុន្តែវាគឺជាកន្លែងមួយដែលយើងរៀនសូត្រហើយនៅពេលដែលយើងចូលទៅដល់កន្លែងធ្វើការកន្លែងមួយដែលយើងបង្ហាញនៅសមត្ថភាពឬក៏គំនិតយោបល់របស់យើងអីហ្នឹងអ្នកខ្លះមានគំនិតល្អប៉ុន្តែអត់ចេះអត់ចេះនិយាយគេយល់ពីអីដែលគាត់ចង់បង្ហាញទៅគេហ្នឹងត្រូវហើយអញ្ចឹងអានេះគឺជាចំណុចសំខាន់មែនទែនអញ្ចឹងតើដើម្បីឲ្យមនុស្សម្នាក់អាចពង្រឹងជំនាញនិយាយជាសាធារណៈរបស់គាត់បានតើគាត់គួរតែធ្វើអីខ្លះឬក៏តើគាត់គួរតែចាប់ផ្ដើមពីចំណុចណាទៅដើម្បីឲ្យគាត់អាចខ្លាយជាមនុស្សម្នាក់ដែលប្រកែកនិយាយហ្នឹងហើយប្រកែកនិយាយខុសពីនិយាយប្រកែកខុសគ្នាអ្នកប្រកែកនិយាយខ្ញុំនិយាយខុសឡើយហ្នឹងហើយអ្នកប្រកែកនិយាយហ្នឹងគឺគាត់មានរឿងអីក៏គាត់និយាយបានរបៀបប្របាច់ប្រប៉ោចខ្លឹមសារអីចឹងណាប៉ុន្តែបើអ្នកនិយាយពូកែគឺគាត់និយាយមកគាត់មានខ្លឹមសារគាត់មានការលើកអំណះអំណាងគាត់មានការលើកហេតុផលឲ្យអ្នកស្ដាប់ហ្នឹងគាត់ជឿជាក់បានចឹងទៅហើយសម្រាប់និស្សិតផ្ទាល់បើសិនជាគាត់ចង់ពង្រឹងទៅលើការនិយាយជាសាធារណៈហ្នឹងទីមួយដូចខ្ញុំបង្ហាញពីខាងដើមចឹងតើតែគាត់មានចិត្តនៅក្នុងការចង់អនុវត្តឬក៏ចង់ចាប់ផ្ដើមដល់ខ្លួនឯងផ្ទាល់ព្រោះបើសិនជាគ្រាន់តែចង់មកផ្លែតគឺថាកើតទេតើតែយើងចង់ខ្លួនឯងច្បាស់ខ្លួនឯងហ្មងហើយអីដែលចាប់ផ្ដើមដំបូងហ្នឹងគឺការហ៊ាននិយាយជាមួយនឹងមិត្តភ័ក្តិរបស់យើងហ្នឹងអាហ្នឹងជាការចាប់ផ្ដើមចម្បងទី2គឺយើងអាចចូលរួមប្រកួតកម្មវិធីជាច្រើនព្រោះខ្ញុំឃើញនៅក្នុង social media មានកម្មវិធីច្រើនមែនតើលើកទឹកចិត្តឲ្យសិស្សនិស្សិតគាត់ចូលរួមទាំងការនិយាយជាសាធារណៈទាំងការ debate ហើយក៏មានគ្រូវឹកមានគ្រូណែនាំនៅក្នុងហ្នឹងច្រើនដែរអញ្ចឹងអ្នកគ្នាទោះបីជាអត់មានបទពិសោធន៍អ្នកគ្នាកុំភ័យចូលទៅគឺយើងអាចនឹងទទួលបានបទពិសោធន៍ល្អមិនថាតែ
ជាមួយនឹងគ្រូណែនាំទេសំបីតែមួយបេក្ខជនដទៃហ្នឹងគឺយើងអាច sharing នៅបទពិសោធន៍គ្នាបានហើយយើងបានវ័ននៅក្នុងហ្នឹងទៀតហ្នឹងខ្ញុំគិតថាពីចំណុចហ្នឹងជារឿងចាប់ដើមដែលល្អសម្រាប់ពួកគាត់យ៉ាបាទយ៉ាប់អាហ្នឹងគឺវាផ្ដើមចេញពីចិត្តដែលយើងចង់ពេលដែលយើងចង់ហើយយើងអាចស្វែងរកឱកាសក្នុងការនិយាយបានឱកាសផ្សេងដើម្បីអនុវត្តអាចនិយាយថាយើងចង់ចេះអីមួយតើយើងទៅធ្វើហ្នឹងហើយបើយើងគ្រាន់តែចង់ហ្នឹងហើយទៅអត់រួចហ្នឹងហើយដូចតែថាចង់ចេះនិយាយតើឡើងនិយាយតើឡើងនិយាយតើមានឱកាសនិយាយយើងនិយាយហើយអាពេលដែលយើងឡើងម្ដងហ្នឹងទៅវាទៅជាវាហ្នឹងហើយទម្លាប់ហើយវាបរៀនយើងពីមួយ stage ទៅមួយ stage ហ្នឹងកាន់តែបកកាយនិយាយបកកាយនិយាយច្រឡំពាក្យទាំងអស់ហើយត្រង់ចំណុចហ្នឹងក៏ដូចគ្នាដែរពួកខ្ញុំតែពីរអ្នកចូលរួមការប្រកួតប្រជែងខ្ញុំលឹកតិចចុះជឿចត់ច្រើនទាំង debate ធ្លាក់ឲ្យច្រើនធ្លាក់ឡើងស្វាយអ្វីមាត់ហើយធ្លាក់ឡើងស្វាយអ្វីមាត់គឺថាប៉ុន្តែចេះតែសើខ្លួនយើងដែរនៅចង់ទៅទៀតហើយខ្ញុំឯរចនាគឺស្គាល់គ្នាតាំងពីនៃវិទ្យាល័យគាត់មកពីខេត្តផ្សេងប៉ុន្តែចូលរួមកម្មវិធីប្រកួតប្រជែងជាមួយគ្នាហ្នឹងហើយកម្មវិធីប្រកួតប្រជែងជាមួយគ្នាបន្ទាប់មកចូលដល់សាកលឆ្នាំទី1ក្នុងឆ្នាំទី1អីមែនទេយើងចូលរួមប្រកួតឆ្នាំទី1អីហ្នឹងគឺយើងចាប់ផ្ដើមដាក់ពាក្យចូលរួមអា debate ចូលរួម debate តាមកម្មវិធីមួយចំនួនហើយកាលនោះក៏បានលេខ4ដែរធ្លាក់ម្ដងហើយទៅម្ដងទៀតបានលេខ4បាន$300ដែរ$300ដែរចែកគ្នាអញ្ចឹងទៅអញ្ចឹងវាសប្បាយផងវាអីផងប៉ុន្តែខ្ញុំអត់ចូលចិត្ត debate ទេនិយាយតំត្រង់មកមិនសូវចូលចិត្ត debate ព្រោះ debate វាលក្ខណៈឆ្លោះគ្នាពេកហ្នឹងហើយវាដូចលក្ខណៈវាត្រូវរំណាំណាងត្រូវអ្នកនេះបានត្រូវតើនេះបានត្រូវអញ្ចឹងណាអញ្ចឹងវាមើលទៅបើអ្នកគាត់អត់ចូលចិត្តឆ្លោះគ្នាឬក៏គាត់អត់ចូលចិត្តបកកាយគ្នាទេចូល debate អត់ត្រូវហ្នឹងហើយប៉ុន្តែអាហ្នឹងគឺតែវេទិកាដែលអាចពង្រឹងសមត្ថភាពក្នុងការនិយាយគំនិតឲ្យគាត់យល់ដឹងអំពីមូលបត្រណាមួយអញ្ចឹងទៅព្រោះ debate គឺវាមានមូលបត្រច្រើនវាតាក់ទងជាមួយសេវាសាធារណៈ gender ស្ត្រីវិស័យទេសចរវិស័យអប់រំអញ្ចឹងណាតើតែយើងចូលទៅយើងព្យាយាមស្វែងយល់សិក្សាស្រាវជ្រាវអញ្ចឹងទៅក៏វាបង្កើននៅចំណេះដឹងរបស់យើងទៅលើផ្នែកទាំងអស់ហ្នឹងបន្ថែមទៀតដែរហ្នឹងតែចូលរួមអាកម្មវិធីទាំងអស់ហ្នឹងចំណេញច្រើនចំណេញទាំងពង្រឹងជំនាញក្នុងការនិយាយហើយយើងបានស្រាវជ្រាវទៀតស្រាវជ្រាវយើងអត់ដឹងពីផ្នែកដែលយើងអត់ដែលដឹងពីមុនមកយើងអាចទៅស្រាវជ្រាវយើងបានអានបានស្គាល់ទាំងដែលពីមុនមកយើងអត់ដែលដឹងពីផ្នែកទាំងអស់ហ្នឹងសោះឧទាហរណ៍ជាក់ស្ដែងដូចយើង debate តាក់ទងមួយសេវាសាធារណៈហ្នឹងយើងអត់ដឹងថាគោលនយោបាយរដ្ឋាភិបាលគេធ្វើអីគេខ្លះហើយយើងអត់ដឹងថាបច្ចុប្បន្នគេដើរដល់ណាគេកំពុងតែអនុវត្តទៅលើអីប៉ុន្តែដល់ពេលដែលយើងចូល debate ទៅតាមប្រធានបទនីមួយៗហ្នឹងគឺយើងដឹងថាអូក៏ពិតគេរដ្ឋាភិបាលក៏គាត់បានពង្រឹងទៅលើផ្នែកនឹងច្រើនណាស់ប៉ុន្តែវាអត់ទាន់ដើរ smooth អីចឹងទៅវាត្រូវការអីគេមកជំរុញបន្ថែមទៀតអីចឹងទៅគឺជាចំណុចមួយដែលយើងបានរៀនសូត្រហ្នឹងហើយ Yeah so លើកទឹកចិត្តឲ្យអ្នកនរគ្នាចូលរួមការប្រកួតប្រជែងការនិយាយឬក៏កម្មវិធីផ្សេងឱកាសផ្សេងដែលអាចឲ្យអ្នកនរគ្នាពង្រឹងនៅសមត្ថភាពក្នុងការនិយាយរបស់អ្នកនរគ្នាបានអូខេយើងអាចនិយាយថាចប់ដំណឹងតែវានៅមានរឿងច្រើនទៀតពាក់ព័ន្ធនឹងការនិយាយហ្នឹងបើយើងនិយាយពីរឿងការនិយាយជាសាធារណៈវាមានរឿងច្រើនទៀតក្នុងការនិយាយប៉ុន្តែដោយរចនាក៏ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងរឿងបច្ចេកវិទ្យារឿង AI រឿងអីច្រើនដែរអញ្ចឹងក៏ចង់ឲ្យរំលេចត្រង់ចំណុចកន្លែងហ្នឹងតិចថាការចាប់ដើមដំបូងមិនបានទៅជ្រើសរើសcontent ផ្នែក AI អីហ្នឹងសម្រាប់និស្សិតសម្រាប់អីហ្នឹងវិញហ្នឹងហើយដំបូងខ្ញុំរៀងចាប់ content ហិងច្បល់ដែរព្រោះដឹងថាមួយណាវាត្រូវជាមួយនឹងខ្ញុំឯងប៉ុន្តែខ្ញុំ start ដំបូងតាក់ទងជាមួយនឹងអីដែលជាបទពិសោធន៍ខ្ញុំអញ្ចឹងខ្ញុំ start តាក់ទងជាមួយនឹងការធ្វើcontent តាក់ទងជាមួយការនិយាយជាសាធារណៈប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញសន្ទុះវាអត់មានច្រើនហ្មងទេដោយសារតែវាមិនមែនជាតម្រូវការរបស់និស្សិតតែម្ដងអញ្ចឹងខ្ញុំគិតថាតើវាមានអីទៀតដែលវាជាតម្រូវការហើយវាជាបញ្ហារបស់និស្សិតអញ្ចឹងក៏ព្យាយាមស្វែងយល់ទៅថាអូក៏ពិតនិស្សិតគាត់ចូលទៅដល់សាកលវិទ្យាល័យគឺគាត់ត្រូវការបង្ហាញក៏ដូចជាបច្ចេកវិទ្យាណាមួយដែលអាចជួយគាត់បាននៅក្នុងការសិក្សាហ្នឹងអញ្ចឹងខ្ញុំក៏ start ពីដំបូងមកក៏អត់គិតថាមានសន្ទុះដែលគាត់គាំទ្រច្រើនដែរប៉ុន្តែដល់ពេលដែលផុសចេញទៅគាត់អរគុណហើយគាត់ក៏សូមសំណូមពរឲ្យយើងធ្វើបន្តទៀតអញ្ចឹងណាហើយសម្រាប់ AI ដែលខ្ញុំបង្ហាញហ្នឹងក៏វាមិនមែនចេះឥទ្ធិពលអាក្រក់ឲ្យទៅដល់សិស្សដែរ
គឺ content ដែលខ្ញុំធ្វើហ្នឹងគឺជួយជំរុញឲ្យគាត់ចេះស្វ័យសិក្សាខ្លួនឯងដែល AI ខ្លះវាជា idea សម្រាប់ពួកគាត់នៅក្នុងការ create ទៅលើ project ឬក៏ធ្វើទៅលើ assignment របស់គាត់ហ្នឹងឲ្យវាកាន់តែរលូនជាងមុនហ្នឹងហើយអាហ្នឹងជា purpose របស់ខ្ញុំដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងតែការសម័យយើងនៅរៀនសកល AI ហ្នឹងមិនទាន់ទូខ្លាំងទេហ្នឹងហើយហើយក៏យើងអត់សូវបានប្រើប្រាស់ AI ដែរហើយយើងធ្វើអីយើងទៅយើង research ចឹងតែឥឡូវវាត្រូវចំណាយពេលវេលាយូរតើឥឡូវហ្នឹងគិតថា AI ហ្នឹងធ្វើឲ្យសិស្សខ្ជិលអត់ឬក៏សិស្សមួយចំនួនគាត់ខូចអត់យ៉ាមុននឹងចូលទៅដល់កន្លែងហ្នឹងក៏ខ្ញុំសូមនិយាយបញ្ជាក់បន្តិចដែរព្រោះថា AI វាយើងទទួលស្គាល់ AI វាមានគុណសម្បត្តិនិងគុណវិបត្តិហើយខ្ញុំនិយាយបញ្ជាក់ឡើងហ្នឹងហើយព្រោះមានបងខ្លះគាត់រៀង sensitive ជាមួយនឹង AI គាត់គិតថា AI ហ្នឹងគឺវាអាក្រក់ហ្មងតែសិស្សប្រើទៅគឺដឹងតែអាក្រក់អញ្ចឹងAI វាអត់អាក្រក់ទេខ្ញុំសូមជម្រាបព្រោះ AI បើសិនជាយើងចេះទាញយកនៅផលប្រយោជន៍ពីវាគឺយើងនឹងអាចចំណេញបានច្រើនហើយសម្រាប់និស្សិតដូចគ្នាបើសិនជាគាត់ចេះប្រើ AI ដូចខ្ញុំជម្រាបមកអញ្ចឹងគឺគាត់នឹងអាចជួយទៅដល់ការសិក្សារបស់គាត់តាមរយៈការធ្វើ research ឬក៏បានជា idea តាមរយៈ ChatGPT អីចឹងទៅគាត់ចង់បានគាត់តាក់ឡើងណាមួយគាត់គ្រាន់តែសួរទៅគឺគេនឹង guideline ប្រាប់គាត់ចឹងមកហ្នឹងគឺជារឿងអីមួយរឿងមួយដែលចំណេញសម្រាប់ពួកគាត់ហ្នឹងហើយចុះសិស្សមួយចំនួនអាចពឹងផ្អែកលើវាខ្លាំងហើយធ្វើឲ្យគាត់ខ្ជិលហ្នឹងហើយដូចខ្ញុំបានបង្ហាញចឹងបើសិនជាគាត់ប្រើប្រាស់នៅក្នុងផ្លូវត្រូវខ្ញុំគិតថាវានឹងជួយគាត់ប៉ុន្តែកុំប្រើរហូតដល់តើតាមាន AI បានធ្វើការងារកើតខ្ញុំអត់ចង់ឃើញចឹងទេហើយមួយទៀតកុំប្រើ AI ទៅលើផ្លូវដែលមិនល្អដូចជា clone voice គេទៅប្រើប្រាស់ធ្វើរឿងដែលមិនល្អឬក៏ប្រើនៅក្នុងឲ្យធ្វើ assignment ជំនួសគាត់អីចឹងអាហ្នឹងវាអត់ល្អទេហើយពេលដែលគាត់បញ្ចប់ថ្នាក់បញ្ញាបត្រអីក៏វាមិនមែនជាស្នាដៃរបស់គាត់ដែរអញ្ចឹងខ្ញុំចង់ឲ្យយើងប្រើ AI ដើម្បីជួយខ្លះមិនមែនទាំងអស់ទេហ្នឹងអ្វីដែលខ្ញុំចង់បញ្ជាក់ឡើងហ្នឹងអូខេឯឆ្ងល់ដែរឆ្ងល់ថាមិនបានមានគំនិតធ្វើ AI ហ្នឹងហើយបាន content ច្រើនម៉េចយកធ្វើទៅហ្នឹងតើបានមកពីណាយ៉ាទី1គឺវាចេញពីខ្លួនឯងនៅពេលដែលការនៅរៀនយើងគិតថាធ្វើអារឿង assignment ហ្នឹងវាពិបាកតើវាមាន AI ណាដែលវាជួយបានឥឡូវAI វាខ្លាំងទេវាជួយគ្រាន់តែយើងដាក់ content ចូលវា create ទៅជា slide វា design ឲ្យយើងស្អាតហ្មងអាហ្នឹងវាជាបញ្ហាដោះស្រាយបញ្ហាយើងមួយបានហ្នឹងបញ្ហាសិស្សហើយ content ដែលខ្ញុំអាចមើលទៀតគឺនិស្សិតដែលគាត់ report ចូល inbox ថាបងអើយធ្វើម៉េចដើម្បីដូរ file PDF ទៅជា file Word វិញអីចឹងទៅហ្នឹងយើង research តាមបញ្ហារបស់ពួកគាត់ហ្នឹងជាអីដែលខ្ញុំបាន content ថ្មីហ្នឹងតើធ្វើម៉េចដើម្បីឲ្យគាត់អាចមានជំនាញគេហៅថាបច្ចេកវិទ្យាឬក៏គាត់អាចចាប់យកបច្ចេកវិទ្យាហ្នឹងបានយ៉ាបើនិយាយពីស្រុកខ្មែរយើងបច្ចេកវិទ្យាវាអត់ទាន់ដើរ smooth ដូចស្រុកគេមកនេះអញ្ចឹងសិស្សនិស្សិតក៏គាត់ត្រូវព្យាយាមស្វែងយល់ពីរឿងបច្ចេកវិទ្យានឹងច្រើនដែរអញ្ចឹងទី1ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់បើសិនជាគាត់ស្វ័យសិក្សាគាត់គួរតែមានការ apply ជាមួយនឹងបច្ចេកវិទ្យានឹងចូលទី1គាត់អាចមើល social media ដូច follow ខ្ញុំអីចឹងណាអញ្ចឹងគឺគាត់ឃើញតែដឹងមួយ content AI ហ្នឹងហើយទី2គាត់ចូលរួមកម្មវិធីប្រកួតប្រជែងនៅក្រៅបានច្រើនព្រោះកម្មវិធីប្រកួតប្រជែងនៅក្រៅដូចជា smart start ចឹងហើយភាក់ចូលរួមហ្នឹងក៏តាក់ទងជាមួយ AI ខ្លះដែរត្រូវគេបច្ចេកវិទ្យាហ្នឹងចូលហើយខ្មែរ enterprise អីហ្នឹងក៏គាត់មានកម្មវិធីប្រកួតប្រជែងច្រើនដែរហើយនឹងកម្មវិធីផ្សេងទៀតដែលសិស្សនិស្សិតគាត់អាចចូលរួមបានចឹងទៅបង្កើននៅអាចចំណង់ push គាត់ឲ្យគាត់ស្គាល់អំពីបច្ចេកវិទ្យានឹងច្រើនវាមានពីទី1អ្នកដែលធ្វើការឬក៏អ្នកដែលរៀនក្នុងវិស័យបច្ចេកវិទ្យានឹងហ្មងមួយទៀតយើងដែលមិនមែនជាអ្នកនៅរៀននៅក្នុងវិស័យបច្ចេកវិទ្យាអាហ្នឹងយើងអាចគ្រាន់ថាដឹងអញ្ចឹងណាកុំឲ្យគេនិយាយអីអត់ដឹងឬក៏គេប្រើហ្នឹងហើយគេប្រើបច្ចេកវិទ្យានៅក្នុងកិច្ចការងារប្រចាំថ្ងៃគេសម្រួលទៅដល់ទាំងការសិក្សាទាំងអីហ្នឹងយើង at least យើងដឹងអា basic technology skill ហ្នឹងកុំឲ្យយើងមិនមែនទៅដល់ចេះកូដទៅសេបង្កើតកម្មវិធីអាហ្នឹងអ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយទៀតប៉ុន្តែក៏យើងដឹងថាគេធ្វើអីខ្លះដែរយើងដឹងថាបច្ចេកវិទ្យាហ្នឹងយើងអាចប្រើអីខ្លះ AI ណាខ្លះដែលយើងអាចtool ណាខ្លះដែលអាចជួយសម្រួលទៅដល់ការងារការធ្វើការរបស់យើងអីចឹងជាដើមហើយអាហ្នឹងអាចថាពីការស្វែងសិក្សាការស្រាវជ្រាវខ្លួនឯងដូចជារៀនសូត្រហើយទៅធ្វើហ្មងទៅដូចរចនាអញ្ចឹងជាមនុស្សម្នាក់ដែលបកកាយក្នុងការស្រាវជ្រាវខ្លួនឯងឲ្យបានចូលចិត្តហ្នឹងហើយ
បាត់គេសួរមកយើងទៅស្រាវជ្រាវត ហ្នឹងហើយតើយើងមាន keyword ដែរ ហ្នឹងហើយអាហ្នឹងយើងចេះស្រាវជ្រាវតែឆ្ងល់អ្នកមួយចំនួនគឺចាំតែសួរគេអត់អីអាហ្នឹងក៏បានជាកំណត់ដែរអរគុណដល់អ្នកដែលសួរដែរធ្វើឲ្យយើងមានកំណត់ធ្វើ content idea តើគាត់ឆ្ងល់យើងយើងដល់តែក៏យើងត្រូវតែមួយទៀតក៏យើងត្រូវគិតថាចង់ឲ្យគាត់ចេះស្រាវជ្រាវតែខ្លួនឯងដែរអាកន្លែងចំណុចហ្នឹងគាត់ចាំតែសួរយើងពេកគាត់កើតដែរហ្នឹងហើយកន្លែងហ្នឹងបើសិនជាគាត់ហ្នឹងហើយកន្លែងខ្ញុំចង់រំលេចតិចដែរបើសិនជាពេលខ្លះយើងចាំតែគេវាអត់ស្រួលដូចអីដែលយើងធ្វើខ្លួនឯងណាអញ្ចឹងបើសិនជាអាចយើងគិតថាកន្លែងណាវាជាបញ្ហាយើងអាចទីមួយសួរ Google ChatGPT ឬក៏មើល YouTube ចឹងទៅតែដល់ពេលខ្លះសំបីតែបញ្ហាកើតមានក្នុងទូរស័ព្ទគាត់មិនតិចហ្នឹងគាត់មកសួរយើងដែរក៏ប៉ុន្តែអាហ្នឹងគាត់ធ្វើខ្លួនឯងបានទេគាត់អាច research មើលខ្លួនឯងបានទេប៉ុន្តែគាត់អត់ធ្វើឬក៏គាត់អត់មើលក៏ខ្ញុំអត់ដឹងដែរប៉ុន្តែអាហ្នឹងជាយោបល់ខ្ញុំយើងគួរតែ research ខ្លួនឯងអស់ពីសមត្ថភាពសិនទៅចាំយើងទៅសួរគេព្រោះពេលខ្លះវាតាក់ទងមួយ iCloud អីចឹងទៅបើយើងទៅសួរគេអាហ្នឹងវាទិន្នន័យរបស់យើងទៅគេទាំងអស់អាហ្នឹងវាជាបញ្ហាមួយដែរសួរអាចនឹងទៅបានគេ hack យកព័ត៌មានអាហ្នឹងគឺពាក់ព័ន្ធមួយសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់នៅលើអ៊ីនធឺណិតដែរអញ្ចឹងអាហ្នឹងវាក៏ជាផ្នែកមួយនៃបច្ចេកវិទ្យាដែរការពារខ្លួនឯងពីការបោកប្រាស់ការបោកបញ្ឆោតឬក៏ការ hack យកទិន្នន័យរបស់យើងអញ្ចឹងទៅអញ្ចឹងបច្ចេកវិទ្យាវាទូលំទូលាយណាខ្ញុំក៏ភ័យដែរនិយាយតាមត្រង់ទៅមាន page ចឹងទៅជួនកាលឮគេថាមកបាត់ page ហើយខ្ញុំក៏មានអារម្មណ៍ទៅភ័យដែរមែនទេព្រោះយើងខំ build យូរហើយបាត់ ហើយយើងក៏អត់ដឹងដែរយើងមិនថាអូខ្ញុំអ្នកបកកាយបច្ចេកវិទ្យាអីទេគឺថាខ្ញុំអត់ដឹងទេព្រោះគេ hack ខ្ញុំក៏អត់មានធ្វើអីកើតដែរហើយអ្នកមួយចំនួនមិនមែនថាគាត់នេះទេជួនកាលគាត់ក៏អត់ដឹងដែរវាថាគាត់ដឹងគាត់ការពារប៉ុន្តែនៅទៅជួបព្រោះអាហ្នឹងវាអត់ដើរទន្ទឹមគ្នាការរីកចម្រើននៃបច្ចេកវិទ្យាអាការគ្រោះថ្នាក់របស់វាហ្នឹងក៏វាមានច្រើនដែរអញ្ចឹងខ្ញុំអត់ដឹងឯខ្ញុំបើខ្ញុំបកកើតឡើងពេលណាពេលហ្នឹងឧទាហរណ៍ថាណាវាទៅជាមាន hack មានអីចឹងតែអ្វីដែលយើងអាចធ្វើបានគឺប្រុងប្រយ័ត្នហ្នឹងហើយខ្ញុំចង់រំលេចតិចណាស់ហ្នឹងខ្ញុំមិននិយាយតែក្នុងរង្វង់និស្សិតទេដោយសារខ្ញុំធ្វើនៅ banking industry ខ្ញុំជួបច្រើនតាក់ទងជាមួយនឹងការខ្លែងបន្លំកម្ចីឥឡូវមាន hacker ឬក៏អ្នកជនខិលខូចគាត់ព្យាយាមបង្កើត website គាត់ develop website ខ្លួនឯងឲ្យយើងដាក់លុយចូលអញ្ចឹងទៅនឹងបានកម្ចីប៉ុណ្ណេះមកវិញអញ្ចឹងសម្រាប់សិស្សនិស្សិតដូចយើងអីយើងអាចនឹងមើលដឹងរបៀបបោកគេអញ្ចឹងប៉ុន្តែសម្រាប់អ៊ំចាស់ឬក៏គាត់មានវ័យចំណាស់ហ្នឹងគាត់ងាយនឹងត្រូវបានគេបោកអញ្ចឹងខ្ញុំសូមជំរាបឡើងនឹងដែរមុននឹងយើងវេលុយទៅអ្នកណាឬក៏និយាយទៅឲ្យតែតាក់ទងជាមួយនឹងលុយយើងគួរតែប្រុងប្រយ័ត្នឲ្យបានច្រើនព្រោះបច្ចុប្បន្នហ្នឹងវាមានជឿនលឿនទៅលើការបោកប្រាស់ហ្នឹងដែរទៅតាមបច្ចេកវិទ្យាហ្នឹងណាហ្នឹងហើយអញ្ចឹងយើងព្យាយាមការពារបានច្រើនអូខេឯកថានេះគឺជាចំណុចមួយដែលជាគំនិតមួយដែរសម្រាប់សិស្សនិស្សិតជំនាញបច្ចេកវិទ្យាគឺចេះទាំងការប្រើប្រាស់ tool ដែលចាំបាច់សម្រាប់ជីវិតហើយនិងការការពារខ្លួនឯងសុវត្ថិភាពខ្លួនឯងនៅលើអនឡាញផងដែរអានេះគឺជាជំនាញដែលយើងគួរតែពង្រឹងបន្ថែមទៀតជានិស្សិតសិនបើគេនិយាយដល់បច្ចេកវិទ្យាគេនិយាយពី tool នេះគេនិយាយពីការវា basic អូខេចេះកុំព្យូទ័រខ្ញុំចេះកុំព្យូទ័រដែរ Word Microsoft តែអាចចេះប្រើប្រាស់អ៊ីនធឺណិតវាអាចមកផ្នែកទៀតចឹងទៅចេះប្រើប្រាស់ AI មកផ្នែកអីទាំងហ្នឹងគឺទៅលើការរៀនសូត្ររបស់យើងការស្រាវជ្រាវរបស់យើងខ្លួនឯងបន្ថែមទៀតហើយមុននេះគឺយើងបាននិយាយលើជំនាញនិយាយជាសាធារណៈដែរអញ្ចឹងឯកថាវាដបរួមអញ្ចឹងចុងក្រោយមានពាក្យពេចន៍មានសារអីសម្រាប់ផ្ដាំផ្ញើទៅកាន់អ្នកដែលជាសិស្សនិស្សិតឥឡូវទើបតែរៀនចប់ថ្មីក្តៅចប់ហើយនៅគាត់ទៅ graduate អីចឹងណាតើមានអីជាការផ្ដាំផ្ញើក៏លោថារឿងស្ដាយក្រោយមិនបានធ្វើការនៅសាកលវិទ្យាល័យអញ្ចឹងការផ្ដាំផ្ញើរបស់ខ្ញុំគឺអត់មានអីឆ្ងាយតាក់ទងមួយប្រធានបទរបស់យើងថ្ងៃហ្នឹងទេព្រោះអាហ្នឹងគឺជាចំណុចសំខាន់ដែលសិស្សនិស្សិតគួរមានទីមួយគឺបើសិនជាយើងចង់ចាប់ផ្ដើមការនិយាយជាសាធារណៈយើងគួរតែចាប់ផ្ដើមពីឥឡូវទៅកុំខ្លាចកុំខ្មាស់កុំអៀនហើយទី2អ្នកនរគ្នាគួរតែប្រើប្រាស់បច្ចេកវិទ្យាឲ្យចំគោលដៅហើយត្រូវតែទាញយកអត្ថប្រយោជន៍ពីវាកុំធ្វើខុសពីគោលការណ៍ដែលយើងកំពុងតែមានរាល់ថ្ងៃយើងគួរតែប្រើឲ្យវាក្នុងផ្លូវដែលត្រូវហ្នឹងហើយអាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេព្រោះ
ខ្ញុំគិតថាអ្នកគ្នានឹង learn បានច្រើនពីវីដេអូនៅក្នុងថ្ងៃហ្នឹង អូខេអរគុណ friend សម្រាប់ការចូលរួមនៅក្នុង podcast មួយនេះខ្ញុំថាយើងអាចនិយាយគ្នាបន្ថែមទៀតថ្ងៃណាមួយយើងដាក់2ម៉ោងអីមកហើយយើងនិយាយតែរឿងនិយាយសាធារណៈអញ្ចឹងទៅមករឿងទៅបែងចែកជា2និយាយសាធារណៈ debate អីចឹងទៅព្រោះនៅក្នុងនោះមានវិធានបទច្រើនដែលយើងអាចនិយាយហើយក៏មួយទៀតយើងធ្វើជា speaker ផងជាគ្រូបង្វឹកផងអាចនឹងមានបទពិសោធន៍ក្នុងការចែករំលែកច្រើនហើយអរគុណអ្នកនរគ្នាដែលបានតាមដាន podcast មួយនេះជំហាន podcast ជាផ្នែកមួយជួយទៅដល់សិស្សនិស្សិតដើម្បីឲ្យគាត់អាចស្វែងរកខ្លួនឯងគាត់អាចពង្រឹងនៅជំនាញដែលចាំបាច់សម្រាប់និស្សិតហើយក៏ដូចជារឿងរ៉ាវដែលនិស្សិតធ្លាប់ឆ្លងកាត់នៅពេល4ឆ្នាំហើយនឹងការត្រៀមលក្ខណៈចូលទៅដល់អាជីពការងារផងដែរហើយក៏ថ្លែងអំណរគុណទៅខាង Endeavor Consulting សម្រាប់ការចូលរួមសហការក្នុងការផលិតនៅ podcast នេះឡើង Endeavor Consulting គឺជាក្រុមហ៊ុនដែលផ្ដល់នៅការប្រឹក្សាយោបល់ពាក់ព័ន្ធជាមួយនឹងឱកាសអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសអ្នកដែលចង់ស្វែងរកអាហារូបករណ៍ទៅប្រទេសចិនឬក៏ទៅប្រទេសនានាតើអ្នកគ្នាអាចតាក់ទង Endeavor Consulting ដើម្បីទទួលបានការប្រឹក្សាយោបល់ដែលឥតគិតថ្លៃការរៀបចំនៅសេវារៀបចំឯកសារសម្រាប់ដាក់ពាក្យអាហារូបករណ៍ផ្សេងៗអញ្ចឹងខ្ញុំនឹងដាក់ link របស់ Endeavor Consulting ខាងលើវីដេអូនេះហើយក៏ជាអ្នក collab ក្នុងការpost វីដេអូមួយនេះផងដែរឥឡូវនេះបានមកដល់ទីបញ្ចប់ហើយខ្ញុំសុភ័ក្រជាមួយរចនាអរគុណនិងជម្រាបលាបាយបាយ